ចឹងមានតែខំព្យាយាមសិក្សារៀនសូត្របន្តទៅទៀតហើយកុំបោះបង់វត្តប្រាសាទនេះមកត្រូវតែគង់នៅប្រាសាទនេះមករៀនធម្មតាការឧបត្ថម្ភនៅមានធម្មតាហើយការគង់នៅស្រ័យតេតងគឺនៅធម្មតាដល់តែក្នុងគណៈជាឧបាសកលោកគ្រូភឹងទីជាសាលាធិការតែជាអាណាព្យាបាលមានន័យថាខ្ញុំនៅតែជាអាណាព្យាបាលតែក្នុងផ្នែកជាប្រសពនឹងឯងហើយរឿងរ៉ាវមួយចំនួនទៀតត្រូវដោះស្រាយចំពោះមុខនៅក្នុងវត្តយើងគឺដូចជាការបោះផលបុត្រនៅថ្ងៃខាងមុខក៏មិនត្រូវបោះបង់ចោលដែរគឺនៅតែធ្វើដដែលហើយ